ជំរាបសួរយាយតាអ៊ំពុកម៉ែពូមីងទាំងអស់គ្នានេះខ្ញុំចង់ប្រាប់អ៊ំខ្លះគាត់សួរថាអាស៊ីចថ្នាំអាស៊ីចម៉េចថ្នាំអាស៊ីចមានច្រើនខ្ញុំធ្វើវីដេអូប្រាប់ហើយថ្នាំបញ្ចុះអាស៊ីចថ្នាំអីប៉ុន្តែសម្រាប់ខ្ញុំពេលខ្ញុំអ្នកឡើងអាស៊ីចពេលយើងហូបអីខុសអាស៊ីចវាឡើងដល់ពេលខ្ញុំហូបទឹកបន្លែនេះហូបអីទៅអាស៊ីចវាចុះដែរអញ្ចឹងណាពីមុនអាស៊ីចខ្ញុំឡើងជិត10ឥឡូវចុះនៅសល់5ជាងឯងខ្ញុំហូបទឹកបន្លែនេះទឹកបន្លែមានស្អីខ្លះផ្កាខាត់ណាពណ៌ខៀវមកផ្កាបន្លែគិមឆាយ4ដុំហើយនឹងខ្ញី3ដុំប៉ិនមេជើងហើយនឹងក្រូចឆ្មា2ផ្លែកិននឹងសបកហើយនឹងម្សៅល្មៀត2ស្លាបព្រាកាហ្វេកំប៉ុងកិនលាយចូលគ្នាហើយកិននឹងស្រស់អត់យកទៅស្ងោរទេហើយក៏អត់គៀបយកទឹកដែរព្រោះអានេះជាថ្នាំព្យាបាលយើងអាផ្កាខាត់ណាវាជួយផ្សះដល់គ្រឿងក្នុងជួយផ្សះអីល្មៀតក៏ជួយផ្សះខ្ញីក៏ជួយផ្សះហើយម្សៅអាបន្លែគឹមឆាយក៏ជួយដល់តម្រង់នោមជួយដល់យើងកើតមហារីកអីក៏វាជួយកាត់បន្ថយយើងមហារីកស្បែកក៏ជួយកាត់បន្ថយអញ្ចឹងណាជួយដល់សន្លាក់ជួយដល់អីជួយបញ្ចុះអាស៊ីចទៀតអានេះទឹកបន្លែហ្នឹងណាអញ្ចឹងទឹកបន្លែហ្នឹងក៏ហូបជួយបញ្ចុះអាស៊ីចដូចគ្នាជួយកាត់បន្ថយយើងឈឺសន្លាក់ដូចគ្នាទឹកបន្លែដែលខ្ញុំប្រាប់ហ្នឹងណាព្រោះសិតតែជួយថ្នាំផ្សះអញ្ចឹងហើយបានខ្ញុំយកជាបន្លែមកព្យាបាលគឺខ្ញុំមិនឲ្យយកទៅស្ងោរទេវាអស់គុណភាពវាសម្បីតែយើងយកទៅកិនហ្នឹងក៏គុណភាពវាក៏អស់ខ្លះដែរព្រោះម៉ាស៊ីនទឹកក្លុកហ្នឹងវាក្តៅកិនទៅយើងចាក់មកក្តៅងុំអញ្ចឹងណាអញ្ចឹងបន្លែគឺប្រើទាំងស្រស់ទាំងហ្មងអត់មានយកទៅស្ងោរហើយក៏អត់មានគៀបយកទៅទឹកដែរព្រោះយើងធ្វើជាបន្លែព្យាបាលខ្លួនយើងអញ្ចឹងយើងស្រាវជ្រាវបន្លែណាដែលវាមានជាតិផ្សះច្រើនបន្លែណាដែលវាជួយបញ្ចុះអាស៊ីចជួយអីអញ្ចឹងណាបើអ៊ំពូមីងឡើងអាស៊ីចខ្លាំងកាត់បន្ថយសាច់ហូបត្រីឲ្យបានច្រើនបន្លែឲ្យបានច្រើនហើយនឹងហូបធ្វើទឹកបន្លែនេះហូបខ្ញុំប្រាប់ហើយរូបមន្តវាមាន5មុខនៅក្នុងហ្នឹងធ្វើទឹកបន្លែនេះហូបអញ្ចឹងណាហូបដូចខ្ញុំទៅអាស៊ីចក៏វាចុះដែរយើងដើមឈើក៏វាមានបញ្ចុះអាស៊ីចដូចគ្នាអញ្ចឹងអ៊ំក៏ហូបបន្លែនេះក៏ចុះអាស៊ីចដូចគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំមានប្រាប់តែតាដើមឈើខ្លះតែខ្ញុំនៅប្រាប់ទៀតតែខ្ញុំមិនដន់រដើមឈើបញ្ចុះអាស៊ីចបញ្ចុះអីអញ្ចឹងបានណាហើមដៃហើមជើងអាស៊ីចឡើងខ្លាំងអីអញ្ចឹងណាចាំខ្ញុំប្រាប់ទៀតតាមដានវីដេអូខ្ញុំទៅតែអានេះក៏បញ្ចុះអាស៊ីចដូចគ្នាណាយើងកាត់បន្ថយសាច់ហូបបន្លែត្រីសាច់ឲ្យបានច្រើនហើយនឹងទឹកបន្លែនេះកិនហូបដូចខ្ញុំមើលជំរាបលា